រាគៈចិត្តទោសៈចិត្តមោហៈហ្នឹងហើយអ្នកណាធ្លាប់និយាយដើមគី 100% កាត់មក 50% បានហើយណែអ្នកណាធ្លាប់ចំណែនគេចំណែននន្ទាគី 100% យើងកាត់មក 50% បានហើយឆ្នាំក្រោយចាំកាត់ផ្ដាច់ដល់ឃើញទេព្រោះកិច្ចដែលយើងបំពេញកុសលវាកើតមកអំពីទ្វាទាំង3ហ្នឹងហើយហៅថាវាមានអីវាមានកាយទ្វាគឺមានអីញោមញាតណាមកណាមកកងអង្គុយនេះអិចធូបនេះបូជានេះនមស្ការនេះគោរពនេះនឹកគុណដល់ព្រះពុទ្ធជាម្ចាស់នេះយើងនឹកគុណដល់ពុទ្ធពៈបុរសយើងនេះដែលមកក្នុងពេលហ្នឹងណាវាកើតអំពីកាយហើយការគោរពការបូជាឃើញទេអញ្ចឹងវាជាកុសលធម៌ទី1ហ្នឹងហើយដែលយើងនាំគ្នាមកហ្នឹងកើតដោយការគោរពការមាញ់មានមស្ការមានអិចធូបរំលឹកនឹកគុណដល់ជីដូនជីតាយើងដែលបាត់បង់ទៅហ្នឹងដែលជាកុសលធម៌ទី1ដែលកើតមកអំពីកាយដល់ទី2កើតមកអំពីវាចាហ្នឹងគឺយើងមកណាក្នុងពេលហ្នឹងយើងមកនិយាយគ្នាផ្អែមល្ហែមរាប់អានគ្នាការអង្គុយជិតគ្នាមិនចង្អៀតចង្អល់ហើយយើងបានជជែកគ្នារឿងល្អហ្នឹងហើយហៅថាជាកុសលធម៌ទី2ដែលយើងកើតមកអំពីការនិយាយល្អហើយដល់ចុងក្រោយនេះក្នុងកុសលធម៌ទី3គឺចិត្តនឹងឯងហ្នឹងហើយទី3បន្តិចទៀតណាប្រសងលោកស្វិតជាយណាហៅថាភាវនាយើងនាំគ្នាស្បើងស្មាត់ណាប្រសងនឹងកំពុងស្វិតជាយធរដើម្បីចែកជូនទៅជីដូនជីតាពុព្វការីចិនទៅពុព្វបុរសយើងនឹងធ្វើស្បើងស្មាត់តែបុកលោកសូធរហ្នឹងយើងមិននិយាយគ្នាមិនបែមិនងាកមិនក្រោយនឹងឲ្យតែជាកុសលធម៌ទី3នឹងស្មាសង្ខេបទេ3បើអធិប្បាយទៅព្រឹកដល់មិនចប់ដែរក៏លើកគោល3សង្ខេបទេអញ្ចឹងយើងត្រូវរក្សាចិត្តដែលជាកុសលធម៌កាយវាចានិងចិត្តជាកុសលធម៌ដែលជាសុចរិតហ្នឹងហើយបើអកុសលវិញយើងត្រូវលះបង់ក្នុងកាយនោះមានការតក់មានការតេះគ្នាមានការវាយមានការកាប់មានការសម្លាប់មានការលួចប្លន់ជាដើម